ម៉ែអងគេកូនតែ2 3ឆ្នាំគឺថាឈប់ពើហើយសម្រាប់គាត់គឺថាកូនស្រី2ដល់10ឆ្នាំហើយបងប្អូនគឺថានៅតែពើអត់ទាន់ឈប់ទេបងម៉ាមក2ដល់10ឆ្នាំហើយណាជួបក្មួយស្រីសម្រងនឹងម៉ាក់គាត់នៅកន្លែងកម្មវិធីគឺថាម៉ាក់គាត់ពើកូនចូលកន្លែងកម្មវិធីតែម្ដងថ្ងៃហ្នឹងក្រុមហ៊ុនសារធម្មជាតិ24របស់លោកសីសុសុភាបានរៀបចំធ្វើកម្មវិធីចុះកុងត្រាទូតសុឆន្ទៈមានបងអឹមជីវ៉ាជាមួយនឹងបងប្រុសគួងកានសម្រាប់ការងារគាត់ទាំងពីរនាក់ជាមួយនឹងក្រុមហ៊ុនសារធម្មជាតិ24គឺពាក់ព័ន្ធជាមួយនឹងការងារសង្គមសម្រាប់បងអឹមជីវ៉ាការងារគាត់គឺពាក់ព័ន្ធជាមួយនឹងការចុះទៅជួបជាមួយនឹងសិល្បករចាស់ចាស់ក៏ដូចជាចាស់ជរាមណ្ឌលកុមារកំព្រាអីចឹងទៅឯបងគួងកានការងារគាត់គឺជំនួសមកឲ្យក្រុមហ៊ុនសារធម្មជាតិ24នាំយកអំណោយពីក្រុមហ៊ុនទៅចុះជួយពុកម៉ែបងប្អូនអ្នកខ្វះខាតចាស់ជរាអ្នកខ្វះខាតពិតប្រាកដទូទាំង25ខេត្តក្រុងហ្នឹងជួសមកឲ្យលោកសីសុសុភាអីចឹងទៅហើយឲ្យតែកម្មវិធីរបស់ក្រុមហ៊ុនសារធម្មជាតិ24គឺថាតែងតែមានវត្តមានក្មួយស្រីសម្រងហើយថ្ងៃហ្នឹងគឺថាម៉ាក់គាត់ជូនមកហើយមកកន្លែងកម្មវិធីគឺថាដើរពើកូនចូលមកបងប្អូនហើយខ្ញុំធ្លាប់តែឃើញម៉ែឪពើកូន2ខូបអីចឹងទៅ1ខូប2ខូបចឹងដល់គាត់នេះគឺថាពើកូន2ដល់10ឆ្នាំបងប្អូនហើយចាបាទចាម៉ាក់ម៉ែអូនសម្រងហ្នឹងហើយថ្ងៃទៅកង់អ៊ំចឹងគាត់ត្រូវជាបងស្រីចែងហើយប៉ោចឹងទៅប៉ោរហូតហ្នឹងបងកាលទៅកោះបានអូនចាម៉ានឆ្នាំហើយអូនគាត់អាយុ1មើលកាមេរ៉ាពូមួយ11ឆ្នាំហើយអូកាត់ទៅចែបងប្អូននេះម៉ាក់គេអត់ណយណាហ្នឹងហើយបាទហើយចូលបងប្រុសចាជាថាបងប្រុសនៅជុំគ្នាទាំងអស់នេះទៅជុំគ្នាតាមបងអូបាទគាត់ហ្នឹងគាត់បានជើញមកទេបានជើញមកឯងចាគាត់បាទចៃមកអូនបានឆ្នាំអីអត់មានបញ្ហាអញ្ចឹងការគាត់នៅមានបញ្ហាហ្នឹងអាយុ5ឆ្នាំចាឥឡូវ11ហើយ6ឆ្នាំហើយអញ្ចឹងហើយរងឯងទៅរៀនបើចាឥឡូវទៅរៀនសាលានេះឯកជនហ្នឹងចាអត់ពេលមានបញ្ហាហ្នឹងគាត់ទៅដើរទៅណាជាមួយចៃឬមិនក៏មិនវិញហ្នឹងមុនដំបូងហ្នឹងការដែលកើតបញ្ហាហ្នឹងគាត់ទៅផ្ទះបងប្អូនគាត់ខាងឪខ្ញុំហ្នឹងគាត់ទៅ3នាក់ជាមួយឪខ្ញុំហើយនឹងកូនស្រីខ្ញុំនិងកូនប្រុសខ្ញុំ3នាក់ទៅលេងកម្មវិធីផ្ទះគេហ្នឹងតែដល់ពេលទៅគាត់នាំគ្នាដើរដល់ពេលដើរទាំង3នាក់ទៅគ្នាទៅឡានពីរហ្នឹងគេបុកគ្នាទៅវាផ្លាកមកយើងហ្មងអូមិនគីទេចឹងមិនគីទេគេបុកគ្នាចឹងចាគេបុកគ្នាផ្លាកមកយើងដើរទៅគ្រាន់ងើយមើលឃើញឡានមកបាត់កូនខ្ញុំពីអ្នកឪខ្ញុំចូលក្រុមឡានកូនប្រុសចេញក្រៅឡានពេលនោះចែនៅនឹងទេអត់ទេគាត់អ្នកទៅបាទហើយតគេតែប្រាប់តែភ្លាមក៏មិនចាដល់ពេលហើយបាន1 ម៉ោង1គេទេប្រាប់ថានោះកូនមានគ្រោះថ្នាក់អីចឹងណាដល់ពេលកូនមានគ្រោះថ្នាក់បានគេនៅក្នុងគេថតគេផអីជំនាន់ហ្នឹងខ្ញុំអត់មានទូរស័ព្ទប្រើទេចាបានគេថតផនោះគេនាំទៅពេទ្យខ្ញុំនោះតង់3បដាលទៅមើលពេទ្យនេះអត់ឃើញខ្ញុំគេថាទៅពេទ្យនេះពេទ្យនេះគេមើលទេគេថាធ្ងន់អញ្ចឹងណាគេរុញទៅពេទ្យនៅដល់ចុងក្រោយគេរុញទៅពេទ្យគុំផាក់បុផាហ្នឹងចាបានចូលពេទ្យទៅជួបកូននៅពេទ្យហ្នឹងទៅដល់ជួបនៅហ្នឹងហ្មងចាហើយទៅដល់ដំបូងគ្នានិយាយរួមទៅគ្នាអត់យំមកតំណក់អញ្ចឹងណាការឈឺអីក៏អត់ដឹងទាំងអស់តែគ្រាន់ថាគ្នាសុំខ្ញុំញ៉ាំទឹកបន្តិចអញ្ចឹងណាហើយទៅខ្ញុំអត់បានឲ្យគាត់ញ៉ាំទេទៅដល់វះកាត់ជើងណាពួកអីជើងរបស់គាត់សងខាងនេះវាខ្ទេចអស់ហើយគេគ្របអាហ្នឹងគេមានសង្ស័យដល់កាត់ហ្មងគេអត់សង្ស័យគេថាខ្ទេចអស់ដល់កាត់ហ្មងចាមើលខាងខ្ទេចអស់ហើយមើលមកបាទគេគ្របអត់ឲ្យខ្ញុំមើលគេឲ្យខ្ញុំសោកពីឆ្ងាយអារម្មណ៍មិនទៅចាពេលហ្នឹងអារម្មណ៍នៅថាកូនរបស់យើងដែលស្រស់ស្អាតហើយមកជួបគ្រោះថ្នាក់អញ្ចឹងពេលហ្នឹងអារម្មណ៍ខ្ញុំនិយាយអត់ចេញនិយាយរួមទៅភ័យផងអាណិតកូនផងឃើញកូនគ្រោះថ្នាក់សាហាវផុតហ្មងណាពួកអីវាដាច់ជើងសក់ចេញដូចត្រីងៀតវាចេញពីគ្នាអញ្ចឹងគេនិយាយប្រាប់ខ្ញុំអញ្ចឹងហើយពេលគេថាអត់ឲ្យបើកមើលអីខ្លាចយើងសន្លប់ចាថត់ពេកហ្នឹងចាដល់ពេលគ្រាន់តែវះកាត់គ្នាហ្នឹងម៉ោង10កន្លះបានចេញមកដល់ពេលចេញមកព្រលឹមឡើងមើលជើងអត់កម្រើកគេសុំកាត់ហ្មងទៅចាដល់ពេលកាត់យើងជាម្ដាយទាំងកូនយើងទាំងកូនគេឈឺអីតែបន្តិចយំចង្ងត់ចោលតងន់គ្នាដាច់ជើងមួយហើយមួយទៀតគិតមើលតែអ្នកណាទទួលយកបានអត់សំបីតែមានលុយច្រើនក៏មិនទទួលយកបានដែរព្រោះអីកូនយើងវាអស់អនាគតហើយអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យគាត់យល់ពីកន្លែងហ្នឹងផងម្ដាយយើងស្រឡាញ់កូនទាំងអស់តែបើកូនជួបបញ្ហាយើងជួយដោះស្រាយគ្នាផងទៅជួយអាណិតក្មេងដាច់គ្នាអស់អនាគតចាត្រង់ហ្នឹងនេះខ្ញុំស្រឡាញ់កូនខាងគេក៏ស្រឡាញ់កូនដែរអញ្ចឹង
កូនគេមានបកអញ្ចឹងយើងជួយដោះស្រាយគេទៅយើងអាណិតគេផងឃើញគេក្រយើងមិនអាចជួយគេបានមែនអ្នកមានកូនយកអារម្មណ៍ចាអ្នកដែលមានកូនខ្ញុំយកអារម្មណ៍កន្លែងហ្នឹងហើយខ្ញុំអាណិតកូនខ្ញុំដូចគេដូចឯងដែរខ្ញុំស្រឡាញ់កូនខ្ញុំហ្មងថ្ងៃខ្ញុំមានកម្លាំងចិត្តដោយសារអីព្រោះខ្ញុំស្រឡាញ់កូនខ្ញុំត្រូវការមើលកូនព្រោះឲ្យកូនខ្ញុំវាគ្រោះថ្នាក់ទៅហើយដើម្បីថែទាំគាត់ឲ្យជាវិសាស្បាយឥឡូវគាត់ជាហើយតែខ្ញុំចង់បានចំណងខ្ញុំមកជួយដោះស្រាយកូនខ្ញុំផងព្រោះអីគ្នាវាអត់គ្នាវាក្រខ្ញុំចង់បានតែប៉ុណ្្នឹងចារឿងវាហើយរឿងវារួចទៅហើយវាមិនអាចវិលត្រឡប់មកវិញទេអញ្ចឹងណាខ្ញុំចង់បានតែចំណងមកវិញបានហើយបានអានឹងហើយជំងឺចិត្តខ្លាំងចាជំងឺចិត្តខ្លះទៅជួយគ្នាទៅជំងឺចិត្តខ្លាំងណាស់ចាល្អណាស់ចាចាហ្នឹងដាក់អារម្មណ៍យកចិត្តគេដាក់ចិត្តយើងថាបកូនអ្នកឯងក្មួយអ្នកឯងចៅអ្នកឯងមិនដែរចាចាំមិនខ្ញុំនិយាយថាមនុស្សស្រីមានកូនស្រឡាញ់កូនណាដូចគេមានកូនស្រឡាញ់ដូចគ្នាសំបីតែកូនជួតតែបន្តិចមានអារម្មណ៍ថាឈឺចាប់ចង់ងាប់ហើយជាម្ដាយមិនចង់ឲ្យអ្នកណាមកបៀតបៀនកូនទេតែអានេះធ្វើម៉េចពីគ្រោះថ្នាក់យើងមើលមិនឃើញកើតពីកំណើតមកហ្នឹងវាយើងទទួលយកពីកំណើតមកហើយតោះនេះសុកមកហ្នឹងសុកមកជួបអញ្ចឹងឥឡូវរងថ្ងៃអូនឈប់នៅរៀនក៏ឈប់ហើយបាទនេះថ្នាក់ទីម៉ានមិញខ្ញុំថ្នាក់ទី5តែរៀននៅសាលាដែលលោកស្រីទូទៅភានេះហ្នឹងជួយឲ្យរៀនហ្នឹងបើកាលមុនចង់រៀនសាលាហ្នឹងចាំមិនដែរនេះលក់ផលិតផលលោកស្រីទូទៅភាមិនដែរបងប្អូនយើងជួយទិញអត់ជួយទិញមួយគាត់ថាគ្នានៅក្មេងអត់សូវចេះធ្វើវីដេអូអត់សូវចេះនិយាយអីហើយនេះលក់តាមអីគេលក់តាមអីគេលក់តាម Facebook ឈ្មោះគេ account មួយគេចាំពូសុំយកទៅដាក់ក្នុងសម្រងអីគេសឿនសម្រងសម្រងចឹងបងប្អូនដែលចង់ទិញ Anidi Plus Skin យ៉ាងអាចជួយទិញតាមអូនសម្រងបានខ្ញុំដាក់ page គាត់លោតនៅក្នុងវីដេអូហ្នឹងបាទហើយនេះ account ក្មួយស្រីសម្រងគីឡូបងប្អូនដែលចង់ទិញវីតាមីនពន្យាភាពចាស់ Anidi Plus Skin យ៉ាងអាចឆាតទិញតាម account គាត់បានណាបងប្អូនហើយឥឡូវហ្នឹងគឺថា Anidi Plus Skin យ៉ាងកំពុងតែមាន promotion clear stock មកកំប៉ុងនៅត្រឹមតែ$28ទេទិញមកកំប៉ុងគឺថាថែមថ្នាំព្យាបាលមាត់ធ្មេញមកកំប៉ុងទៀត clear stock មិនមែន clear stock អីទេគឺថាអាមក stock ក្រោយគឺថាមកកំប៉ុងត្រឹមតែ60គ្រាប់ទេដោយសារតែឪពុកម៉ែបងប្អូនគាត់ថាអាមកកំប៉ុង120គ្រាប់ហ្នឹងគឺថាគាត់ពិបាកក្នុងការទិញសាកអីចឹងណាឬក៏ថាគាត់អត់សូវមានថវិកាអញ្ចឹងហើយគឺថាក្រុមហ៊ុនតម្រូវទៅតាមពុកម៉ែបងប្អូនអតិថិជនហើយត្រូវណាស់សម្រាប់បងប្អូនយើងដែលកំពុងស្ថិតនៅក្នុងស្ថានភាព stress បបាក់ចិត្តគឺថាគិតច្រើនភ្លេចភ្លាំងសក់ចាប់ដើមជ្រុះស្បែកស្ងួតគ្រីមដូចអ្នកមានជំងឺដែលគេតែញ៉ាថាអានឹងដូចមនុស្សឈឺដូចមនុស្សមានរោគហ្នឹងគេងមិនលក់គេងមិនស្កប់អ្នកជួបបារីផឹកស្រាយហ្នឹងគឺថាប្រើទៅត្រូវណាស់បងប្អូនវីតាមីនពជាភាពចាស់ Anidi Plus Skin យ៉ាងដូចបងស្រីខ្ញុំគឺថាខ្ញុំឲ្យគាត់ប្រើរាល់ថ្ងៃដោយសារតែបងស្រីខ្ញុំគឺថាគាត់ហត់នឿយវឹកវើការងារតាំងពីក្មេងមកហើយមិនមែនប្រើ5ថ្ងៃមួយអាទិត្យប្រែកាឡាមកក្មេងទេបងប្អូនណាព្យាយាមញ៉ាំឲ្យជាប់មួយថ្ងៃតែ2គ្រាប់ទេហ្នឹងហើយសម្រាប់បងប្អូនដែលចង់ទិញអាចរកទិញតាមតារាងចែកចាយដែរកន្លែងលក់គ្រឿងក្អូបតាម pharmacy តាមផ្សារទំនើបបើមិនចឹងទេឆាតមក20ក្រុមហ៊ុនសារធម្មជាតិ24កំពុងតែមាន promotion